ពីសួរបងប្អូនបាទថ្ងៃនេះចេញវីដេអូទៀតហើយបងប្អូនបាទដោយសារតែខ្ញុំខានចេញវីដេអូវែងហ្នឹងរៀងយូរខែដែរហើយបងប្អូនបាទនេះផងដែរគឺមិនខុសពីធម្មតាគេគឺពួកខ្ញុំបានរៀបចំធ្វើសកម្មភាពមួយនៅក្នុងសាលារៀនគឺទាក់ទងនឹងការធ្វើសួនអញ្ចឹងបងប្អូនបាទសួនច្បារដើម្បីលម្អនៅមុខសាលារៀនអញ្ចឹងបងប្អូនបាទដោយសារតែសាលារៀនរបស់ពួកខ្ញុំហ្នឹងគឺនិយាយពីថាខ្វះសួនមែនតើបងប្អូនមើលទៅវាលេងឈិលហ្មងណាបាទដោយសារតែខែនេះគឺជាខែប្រាំងផងមើលទៅវាដីក្រហមប៉ែសហ្មងវាអត់មានសួនអីតិចអញ្ចឹងរៀបចំដាក់នៅមុខសាលា2-3កន្លែងដើម្បីមើលទៅវាទាក់ទាញហើយក៏មើលទៅវាមានសម្រស់ស្រស់ស្អាតផងអញ្ចឹងណាបងប្អូនណាមួយយើងមានការឧបត្ថម្ភពីអង្គការដែរបាទហើយបើយើងទុកអញ្ចឹងទៅវាសាលាយើងក៏មិនសូវមានភាពទាក់ទាញហើយណាមួយសិស្សក៏មិនសូវចង់មករៀនអីដែរបាទដោយសារយើងសាក់ទៅសម័យមើលណាបើសិនជាសាលាស្អាតបើសិនជាសាលាមានសួនច្បារមានអ្វីគ្រប់យ៉ាងគឺមិនថាសិស្សមិនថាគ្រូទេគឺតែងតែចង់មកសាលាមករៀនមកសូត្រអញ្ចឹងហើយដូច្នេះហើយបាទពួកខ្ញុំរៀបចំថ្ងៃនេះគឺធ្វើទាំងអស់គ្នាហ្មងទៅបាទហើយអត់មានពីណាទេគឺតែគ្រូខ្លួនឯងទេបាទហើយនិងគណៈកម្មការគ្រប់គ្រងសាលារៀនហើយក៏ដូចជាបងប្អូនដែលជាអាណាព្យាបាលគាត់ក៏ចូលរួមធ្វើដែរបាទហើយនេះពូបាទអនុភូមិគាត់ចូលរួមធ្វើតកតងនឹង Amazing ការផាត់វែបាទផ្លូវហ្នឹងគឺផ្លូវយើងធ្វើអំពីឥដ្ឋដើម្បីចេញពីសាលាមកទៅខាងបន្ទប់ទឹកអញ្ចឹងបងប្អូនដោយសារតែពេលខែវស្សាមកគឺរៀងពិបាកដោយសារតែមានដីភុកដីអីអញ្ចឹងទៅហើយក៏រៀងប្រឡាក់ខោប្រឡាក់ស្ពតអីសិស្សណាបងប្អូនបាទយើងក៏រៀបចំឲ្យគណៈកម្មការគាត់ធ្វើអាហ្នឹងហើយចំណែកឪពុកខ្ញុំគ្រូគឺពួកខ្ញុំធ្វើសួននៅមុខសាលាបងប្អូនបាទនេះខ្ញុំហត់ពេកក៏ខ្ញុំដាក់ខារ៉ាបាវមកកំប៉ុងទៅបាទហ្នឹងគឺមមាញឹកមែនតើបងប្អូនបាទអ្នកខ្លះលាយសំងអ្នកខ្លះរៀបឥដ្ឋរៀបអីចឹងបាទដាក់ផែនការមកច្បាស់លាស់មែនតើបាទគឺចែកគ្នាតែម្ដងបាទ3នាក់អី2-3កន្លែងអីចឹងទៅបាទហើយស្រួលដែរដោយសារយើងរៀនខ្លះយើងធ្វើខ្លះចឹងណាបងប្អូនបាទហើយដល់ពេលយើងធ្លាប់ធ្វើដែរហើយក៏យើងក្នុងសាលាហ្នឹងមានគ្រូម្នាក់គាត់ជាជាងសំណង់ដែរហើយគាត់បរៀនពួកខ្ញុំអញ្ចឹងណាហើយពួកខ្ញុំក៏ចេះតាមគាត់ទៅហើយឥឡូវហ្នឹងក៏រៀនធ្វើរៀនបោករៀនអីចឹងទៅបាទហើយឥឡូវហ្នឹងសួនរបស់ពួកខ្ញុំហ្នឹងគឺបាន50%ហើយបាទប្រហែលជាថ្ងៃក្រោយគឺបានតទៀតដើម្បីបាទហើយបាទអរគុណច្រើនបងប្អូនបាទ